សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទនៅពេលនេះខ្ញុំមានព័ត៌មានតនហេតុការណ៍មួយដែលជាសេចក្តីរាយការណ៍របស់សារព័ត៌មាននានាទាំងនៅក្នុងប្រទេសថៃនិងនៅអន្តរជាតិនេះហើយនៅអន្តរជាតិនេះខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg បាទ Bloomberg បានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរកុលបានស្នើរំលាយសភាជាតិហើយដើម្បីរៀបចំការបោះឆ្នោតជាតិឡើងវិញនៅមុនពេលកំណត់បន្ទាប់ពីមានរបាយការណ៍ថាគណៈបកដែលគ្រប់គ្រងរដ្ឋាភិបាលរបស់លោកដ៏សំខាន់នោះគឺបានសុំស្នើការដកការគ្រប់គ្រងរបស់ខ្លួនពីរដ្ឋាភិបាលសម្លេងភាគតិចរបស់អនុทิនវិញហើយតាមរយៈការក្រងស្នើឲ្យមានសំណើបោះឆ្នោតដកសេចក្តីទុកចិត្តគឺនៅថ្ងៃសុក្រនេះពីរដ្ឋាភិបាលរបស់លោកអនុทิនហើយលោកអនុทิនបានសរសេរសារនៅតាមបណ្ដាញសង្គម Facebook ថាលោកចាត់វិធានការនេះដើម្បីប្រគល់អំណាចទៅប្រជាជនវិញបាទឥឡូវនេះលោកអនុทิនបញ្ជាក់ថាលោកក៏បានដាក់សំណើរួចហើយអំពីការរំលាយសភានេះទៅព្រះមហាក្សត្ររបស់ថៃដើម្បីឲ្យអនុម័តយល់ព្រមហើយប្រសិនបើជាព្រះមហាក្សត្រអនុម័តយល់ព្រមតាមសំណើរបស់លោកអនុทิនគឺប្រកាសជានឹងអនុម័តនោះគឺការបោះឆ្នោតមួយនឹងទៅធ្វើឡើងនៅចន្លោះពី45ទៅដល់60ថ្ងៃនេះបើតាមច្បាប់របស់ប្រទេសថៃដូច្នេះមានន័យថាគឺការបោះឆ្នោតនេះអាចនឹងរៀបចំនៅក្នុងអំឡុងពេលខែមករានៅក្នុងប្រទេសថៃហើយបើតាមសេចក្តីរាយការណ៍របស់ Bloomberg បានឲ្យដឹងថាការចាត់វិធានការរំលាយសភានេះគឺកើតមានឡើងក្នុងពេលដែលយោធារបស់ថៃកំពុងតែធ្វើប្រតិបត្តិការចូលឈ្លានពានប្រទេសកម្ពុជាដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋថៃប្រមាណជា400,000នាក់ភៀសចេញពីលំនៅឋានហើយកងទ័ពថៃជាច្រើនបានរងរបួសនិងស្លាប់បាទហើយដូច្នេះអារម្មណ៍មនោសញ្ចេតនាជាតិនិយមរបស់ថៃនៅពេលនេះគឺកំពុងកើនឡើងខ្លាំងដើម្បីគ្រប់គ្រងកងកម្លាំងរបស់យោធាដូច្នេះនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg ដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទសម្រាប់ខ្ញុំការសង្កេតសូមផ្ដល់ការសង្កេតបន្តិចគឺនេះគឺជាការលេងល្បែងមួយទៀតរបស់លោកអនុทิនដើម្បីចង់ដឹងថាតើការគ្រប់គ្រងរបស់គណៈបករបស់លោកនឹងទទួលបានផលយ៉ាងណាពីព្រោះអីនៅក្នុងការបោះឆ្នោតខាងមុខនេះប្រកាសណាស់គឺបកប្រជាជនដែលជាគណៈបករបស់ចម្រើននិយមរបស់ប្រទេសថៃនោះនឹងត្រូវប្រឈមមុខគ្នាជាមួយនឹងគណៈបកភូមិใจថៃរបស់លោកអនុทิនហើយព័ត៌មានក្នុងសារព័ត៌មានថៃនៅថ្ងៃនេះក៏បានរាយការណ៍ថាគណៈបកភឿថៃឥឡូវនេះក៏ប្រញាប់ប្រញាល់ប្រមូលផ្ដុំគ្នាកំពុងតែពិភាក្សាផងដែរក្នុងពេលដែលកំពុងតែជម្រាបនេះប្រហែលជាមន្ត្រីបកនោះនៅតែប្រជុំនៅឡើយដើម្បីរកវិធីយ៉ាងណាក្នុងគណៈពេលដែលសភារំលាយនេះបើមានការវិវត្តអ្វីថ្មីទៀតខ្ញុំនឹងជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺបទវិភាគគឺជាខ្ទង់អត្ថាធិប្បាយមួយរបស់សារព័ត៌មាន Bloomberg សារព័ត៌មាន Bloomberg គាត់បានសរសេរនេះគឺដូចដែលខ្ញុំបានជម្រាបចឹងវាគ្រាន់តែជាទស្សនៈរបស់អ្នកវិភាគមួយរបស់អ្នកជំនាញមួយទេណាវាមិនមែនជាគម្ពីរទឹកអីនោះទេដែលថាត្រូវក៏ប៉ុន្តែអ្វីដែលខ្ញុំយកមកជម្រាបជូនប្រិយមិត្តនេះដោយសារតែសារព័ត៌មាន Bloomberg នឹងធំបាទហើយនៅសហរដ្ឋអាមេរិកអញ្ចឹងវាមានឥទ្ធិពលច្រើនផងដែរទៅដល់អ្នកតាក់តែងគោលនយោបាយរបស់សហរដ្ឋអាមេរិកអញ្ចឹងខ្ញុំសូមជម្រាបជូនប្រិយមិត្តទាំងអស់គ្នាថាតើសេចក្តីរាយការណ៍ហ្នឹងយ៉ាងម៉េចហើយតើអាចនឹងមានការគិតគូរយ៉ាងម៉េចនៅខាងសហរដ្ឋអាមេរិកណាបាទអញ្ចឹងបានជាខ្ញុំចងក្រងបកប្រែក្រៅប្រការជូនប្រិយមិត្តនេះប្រិយមិត្តឲ្យបានដឹងពីអត្ថបទនេះផងដែរបាទសារព័ត៌មានខាង Bloomberg ក៏បាននិយាយថាអរិភាពបានកើតឡើងជាថ្មីរវាងប្រទេសថៃនិងប្រទេសកម្ពុជាវាគឺជាការដាស់តឿនដល់តំបន់អាស៊ីអាគ្នេយ៍អំពីការចំណាយនៃការរក្សាទុកឲ្យមានចំនួនព្រំដែនជាប្រវត្តិសាស្ត្រនេះដែលកាន់តែធ្ងន់ធ្ងរឡើងបាទចំនួនរាប់សតវត្សមកនេះដែលមានឫសគល់នៅក្នុងផែនទីបាទកាពិតទសវត្សជាចំនួនជាច្រើនទសវត្សមកនេះគឺមានឫសគល់ដោយសារតែផែនទីសម័យអាណានិគមដែលកំពុងតែឆាប់ឆេះនេះកើតឡើងគឺស្ថិតបានកើតមានឡើងគឺក៏ស្ថិតក្រោមសម្ពាធពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump ហើយក៏ជាការមួយបង្ហាញនៅការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លារវាងប្រទេសមហាអំណាចសហរដ្ឋអាមេរិកនិងប្រទេសចិនផងដែរបាទអញ្ចឹងអ្នកនិពន្ធគាត់ទាញយកទៅលើការប្រកួតភូមិសាស្ត្រនយោបាយផងដែរ
ហើយនឹងសង្គ្រាមពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump ដែលមានការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីចុងសប្តាហ៍នៅតាមបណ្ដោយព្រំដែនរួមរវាងប្រទេសថៃនិងកម្ពុជាហើយរហូតមកដល់ពេលនេះគឺបានសម្លាប់មនុស្សអស់យ៉ាងហោចណាស់11នាក់ភាគីទាំងពីរបានបាញ់កាំភ្លើងធំតបតគ្នាហើយប្រទេសថៃបានធ្វើការវាយប្រហារតាមអាកាសដោយប្រើយន្តហោះបន្ទាប់ពីចាប់ប្រកាន់កម្ពុជាថាបានបាញ់រ៉ុកែតចូលទៅក្នុងតំបន់ស៊ីវិលបាទនេះគឺជាការចាប់ប្រកាន់ហើយប្រទេសទាំងពីរបានប៉ះទង្គិចគ្នាម្ដងហើយកាលពីខែកក្កដានៅពេលដែលមានមនុស្សរាប់សិបនាក់បានស្លាប់និងមនុស្សរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅបទឈប់បាញ់ដ៏ស្រួយដែលសម្របសម្រួលដោយលោកប្រធានាធិបតី Donald Trump បានដួលរលំហើយមិនមានច្រកណាមួយចេញច្បាស់លាស់នៅឡើយទេមកដល់ពេលនេះនៅតាមផ្នែកការទូតទីក្រុង Washington បាននិយាយថាខ្លួនមានការព្រួយបារម្ភចំពោះការប៉ះទង្គិចគ្នាជាបន្តបន្ទាប់និងការស្លាប់នៅតាមបណ្ដោយផ្នែកខ្លះនៃព្រំដែនចម្ងាយជាង800គីឡូម៉ែត្ររវាងប្រទេសទាំងពីរលោក Marco Rubio រដ្ឋមន្ត្រីការបរទេសបានជំរុញឲ្យភាគីទាំងពីរបញ្ឈប់ត្រឡប់ទៅរកវិធានការដែលបានបង្ហាញជូននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាដែលនៅពេលនោះចុះហត្ថលេខាដោយមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីធ្វើជាសាក្សីនៅទីក្រុងកូឡាឡាំពួរហើយក្នុងខណៈពេលដែលលោកប្រធានាធិបតី Donald Trump បានដាក់ខ្លួនឯងថាជាអ្នកដែលដឹកនាំដោយសន្តិភាពពិភពលោកប៉ុន្តែការវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញហាក់ដូចជាមិនទាន់នឹងកើតមានឡើងទេនៅក្នុងចំនួនរវាងកម្ពុជានិងថៃនេះយ៉ាងហោចណាស់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះរដ្ឋាភិបាលទាំងពីរកំពុងតែប្រើប្រាស់អារម្មណ៍មនោសញ្ចេតនាជាតិនិយមដែលមានឫសគល់យ៉ាងជ្រៅដើម្បីបន្តបង្កើនការគ្រប់គ្រងនៅក្នុងស្រុករបស់ខ្លួនវោហារសាស្ត្រដ៏រឹងមាំនេះបានមានចាក់ឫសគល់ដ៏ជ្រៅទៅក្នុងចំនួនដ៏យូរអង្វែងរវាងប្រទេសទាំងពីរហើយដែលមានលក្ខណៈបំផ្លិចបំផ្លាញគ្នានេះដូចជាចំនួនជាច្រើននៅតំបន់អាស៊ីដែរចំនួននៅប្រទេសកម្ពុជានិងថៃនេះគឺជាការបន្សល់នឹងការជាប់គាំងនៅក្នុងចន្លោះនៃនយោបាយចក្រពត្តិនិយមរបស់លោកខាងលិចទោះបីជាឫសគល់របស់វាវិលត្រឡប់ទៅឆ្ងាយជាងនេះក៏ដោយក៏ប៉ុន្តែអ្វីដែលកើតមានឡើងនៅពេលនេះគឺជារឿងមួយដែលយើងអាចពិចារណាបានចក្រភពខ្មែរដែលធ្លាប់មានអំណាចបានធ្លាក់ចុះហើយអ្វីដែលនៅសេសសល់កំពុងស្ថិតនៅក្នុងដំណើរការសាបរលាបរលុបបាត់ដែលត្រូវបានលេបត្របាក់អស់ជាច្រើនសតវត្សមកហើយដោយសៀមដែលកំពុងតែរីកចម្រើនជាងនៅភាគខាងលិចនៃអាណាចក្រខ្មែរនេះនិងអ្វីដែលឥឡូវនេះបានស្ថិតនៅក្នុងតំបន់ប្រទេសវៀតណាមដែលនៅភាគខាងកើតក្នុងការធ្វើអាណានិគមនៅលើតំបន់ឥណ្ឌូចិនប្រទេសបារាំងបានធ្វើឲ្យជាអាណាព្យាបាលនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ1868និងបានពង្រីកព្រំដែនខ្លះដែលបានរួមតូចក្នុងពេលកន្លងមករបស់កម្ពុជាសៀមដែលឥឡូវនេះជាប្រទេសថៃនៅតែឯករាជ្យគឺមិនបានស្ថិតក្រោមអាណានិគមប្រទេសណាមួយនោះទេប៉ុន្តែបានរងសម្ពាធយ៉ាងខ្លាំងពីប្រទេសបារាំងនិងអង់គ្លេសដែលគ្រប់គ្រងនៅភាគខាងលិចនៅលើប្រទេសភូមានិងឥណ្ឌាសន្ធិសញ្ញាបារាំងសៀមដែលបានចុះហត្ថលេខានៅឆ្នាំ1904បានស្នើថាព្រំដែននឹងដើរតាមបន្ទាត់ខ្សែបែងចែកទឹកនៃភ្នំដងរែកប៉ុន្តែផែនទីមួយទៀតដែលផលិតដោយមន្ត្រីបារាំងនៅឆ្នាំ1907បានងាកចេញពីចំណុចនោះដោយដាក់ទីតាំងសំខាន់ៗរួមទាំងប្រាសាទព្រះវិហារនៃសតវត្សទី11នៅខាងកម្ពុជាក្រោយមកប្រទេសថៃបានអះអាងថាផែនទីនេះមិនដែលត្រូវបានអនុម័តឲ្យបានត្រឹមត្រូវទេខណៈដែលប្រទេសកម្ពុជាបានអះអាងថាវាមានកាតព្វកិច្ចពីព្រោះសៀមមិនបានជំទាស់ជាផ្លូវការទេនៅពេលនោះនៅឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិបានសម្រេចគាំទ្រការទាមទាររបស់ទីក្រុងភ្នំពេញដែលជាការសម្រេចចិត្តដែលបានបញ្ជាក់ជាថ្មីម្ដងទៀតនៅឆ្នាំ2013ប៉ុន្តែតំបន់ជុំវិញមិនត្រូវបានកំណត់ព្រំដែនពេញលេញទេដែលជាមូលដ្ឋានគ្រឹះសម្រាប់ភាពតានតឹងនាពេលបច្ចុប្បន្ននេះគ្រោះថ្នាក់នៅពេលនេះគឺថាតើការប្រើប្រាស់អាវុធនឹងកើនឡើងកាន់តែខ្លាំងដល់កម្រិតណាកងកម្លាំងរបស់ប្រទេសថៃមានទំហំធំជាងនិងបំពាក់អាវុធបានល្អជាង
ប្រទេសនេះគឺជាសម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកប្រទេសកម្ពុជាដែលមានធនធានតិចតួចជាងគឺមានយោធាតិចជាងហើយពឹងផ្អែកទៅលើជំនួយពីប្រទេសចិនហានិភ័យនៃការកើនឡើងមិនអាចនិយាយដោយបំភ្លឺបាននោះទេសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិក10ប្រទេសនេះធ្លាប់បានជៀសវាងការជៀសជែកចូលក្នុងកិច្ចការរបស់សមាជិកនៃប្រទេសដទៃដោយសារតែគោលនយោបាយមិនជៀសជ្រែករបស់ខ្លួនប៉ុន្តែការប្រយុទ្ធគ្នារវាងប្រទេសសមាជិកទាំងពីរមិនអាចជួយអ្វីបានក្រៅតែពីការព្រួយបារម្ភនោះទេហើយនៅពេលដែលវាកាន់តែខ្លាំងឡើងសម្លេងនៅក្នុងតំបន់កំពុងអំពាវនាវឲ្យមានអន្តរាគមន៍កាន់តែខ្លាំងប្រធានបដូវវេនឆ្នាំនេះគឺលោកនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនៃប្រទេសម៉ាឡេស៊ីបាននិយាយថាលោកត្រៀមខ្លួនជួយដោយដែលលោកបានធ្លាប់ជួយជាមួយនឹងកិច្ចព្រមព្រៀងជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំហើយកំពុងជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងកិច្ចខិតខំប្រឹងប្រែងរបស់លោកគឺសមហេតុផលប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេវាជារឿងមួយដែលកើតឡើងជាយូរអង្វែងមកហើយដែលគេតែងតែត្អូញត្អែអំពីទូនាទីរបស់អង្គការនេះគឺប្លុកនេះត្រូវតែបញ្ឈប់ការគ្រប់គ្រងវិបត្តិហើយចាប់ផ្ដើមងាកមកដោះស្រាយវិបត្តិវិញការដំឡើងបេសកកម្មសង្កេតការឯករាជ្យតាមបណ្ដោយព្រំដែននិងការបង្កើតយន្តការដើម្បីផ្ទៀងផ្ទាត់និងរាយការណ៍ជាសាធារណៈអំពីការរំលោភបំពាននិងការចាប់ផ្ដើមឈ្មោះទៅរកការទទួលខុសត្រូវមួយឲ្យបានពិតប្រាកដរដ្ឋអាស៊ានមួយចំនួនបានចូលរួមរួចហើយក្នុងការតាមដានបទជបាញ់ប៉ុន្តែវានៅជាផ្លូវដ៏វែងឆ្ងាយពីការអនុវត្តជាក់ស្ដែងការដោះស្រាយចំនួនព្រំដែននឹងកាន់តែពិបាកវានឹងត្រូវការចូលរួមពីរដ្ឋាភិបាលនៃប្រទេសកំណត់ព្រំដែនណាមួយគួរតែត្រូវបានធ្វើឡើងដោយអ្នកស្ទង់មតិដែលអ្នកវាស់ស្ទង់ព្រំដែនដែលអព្យាក្រឹតដែលផ្អែកទៅលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលមានស្រាប់ទីក្រុងបាងកកនិងទីក្រុងភ្នំពេញនឹងត្រូវបដិញ្ញាចិត្តជាសាធារណៈដើម្បីទទួលយកលទ្ធផលហើយជៀសវាងការញុះញង់អារម្មណ៍ជាតិនិយមបន្ថែមទៀតប៉ុន្តែរឿងនេះមិនងាយស្រួលនោះទេដោយមានការលើកទឹកចិត្តក្នុងស្រុកដ៏គួរឲ្យទាក់អារម្មណ៍សម្រាប់ភាគីទាំងពីរដើម្បីបន្តការប្រយុទ្ធគ្នានាយករដ្ឋមន្ត្រីថៃលោកអនុធានឆាន់វីរកុលកំពុងតែប្រើប្រាស់ចំនួននេះដើម្បីទាញយកអារម្មណ៍ជាតិនិយមនៅមុនការបោះឆ្នោតដែលអាចមកដល់នៅដើមឆ្នាំ2026អ្នកនយោបាយដែលមានឥទ្ធិពលបំផុតរបស់កម្ពុជាគឺលោកហ៊ុនសែនបានយកឱកាសនៃការប្រព្រឹត្តអំពើហិង្សាតាមបណ្ដោយព្រំដែននេះដើម្បីបញ្ជាក់អំពីខ្លួនរបស់លោកថាលោកនៅតែគៀកស្និទ្ធនឹងឆាកនយោបាយនៅឡើយទេដោយលោកពណ៌នាខ្លួនលោកថាជាអ្នកការពារជាតិនោះគឺជាទូនាទីដែលលោកបានដើរទូនាទីជាច្រើនដងចាប់តាំងពីលោកបានឡើងកាន់អំណាចក្រោយពីមានការគ្រប់គ្រងពីវៀតណាមដែលបានផ្ដួលរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍ក្នុងឆ្នាំ1979គេមិនចាំបាច់ត្រូវការមានវត្តមានលោកត្រាំនោះទេបើសិនជាលោកមានគម្រោងទូរស័ព្ទស្វែងរកសន្តិភាពមួយពិតប្រាកដក៏ដោយប៉ុន្តែសំទោសនិយាយនេះតិចមិនគួរចាំបាច់មានការទូរស័ព្ទពីលោកប្រធានាធិបតីដូណាល់ត្រាំដោយដែលគម្រោងដែលលោកចង់លើកឡើងនោះទេប៉ុន្តែរហូតដល់តំបន់អាស៊ីអាគ្នេយ៍ប្រឈមមុខនឹងបញ្ហាព្រំដែនមិនទាន់ដោះស្រាយពិតប្រាកដនោះការតាំងចិត្តពិតប្រាកដខ្លះទៅលើចំនួននៅតាមបន្ទាត់ព្រំដែនផែនទីនឹងនៅតែជាការគម្រាមកំហែងដដែលដែលតំបន់នេះមិនអាចទ្រាំទ្រទទួលបានទៀតនោះទេបាទអញ្ចឹងគឺខ្ញុំសូមសម្រាយចុងក្រោយបន្តិចបើការសរសេររបស់គាត់លេងពាក្យបន្តិចហើយខ្ញុំសម្រាយផ្ទាន់ភ្លាមៗដូចជាពិបាកយល់បាទគឺអ្វីដែលអ្នកនិពន្ធគាត់ចង់និយាយនេះគឺគាត់ថាបើសិនជានៅក្នុងតំបន់នេះគឺមានការដោះស្រាយបញ្ហាត្រឹមត្រូវអាស៊ានដើរតួនាទីបានរឹងមាំដោយអ្វីដែលគាត់បានលើកឡើងអំបញ្ញមិញគឺថាជាងមកមើលតែបញ្ហាតាមដានប៉ុន្តែត្រូវដោះស្រាយបញ្ហាហ្នឹងដោយផ្ទាល់នោះគឺមិនចាំបាច់លោកត្រាំទូរស័ព្ទមកពី Washington ដើម្បីទៅដោះស្រាយបញ្ហាហ្នឹងពីចម្ងាយនោះទេគឺថាបើអាស៊ានពង្រឹងខ្លួនឯងឲ្យបានរឹងមាំគឺអាស៊ានហ្នឹងគឺដោះស្រាយបានហើយបាទគឺមិនបាច់ចាំអ្នកក្រៅពីឆ្ងាយពីតំបន់ទេពីព្រោះអីមកដល់ពេលនេះស្ថានភាពនេះគឺដើរដល់ដំណាក់កាលមួយត្រូវតែដោះស្រាយបញ្ហាហ្នឹងហើយគឺមិនអាចទុកឲ្យវាទុំជូរបានទេតំបន់នេះមិនអាចនឹងទ្រាំទ្រឲ្យមានចំនួនគ្នាដោយសារតែរឿងបញ្ហាព្រំដែននោះទេបាទ
នេះគឺសម្រាយតាមហ្នឹងបាទពីព្រោះការសរសេរពេលខ្លះគាត់លេងពាក្យជាភាសាអង់គ្លេសគាត់លេងពាក្យហើយខ្ញុំមើលអង់គ្លេសទៅយើងបកតាមអង់គ្លេសសុទ្ធវាពិបាកយល់បន្តិចដំបូងអញ្ចឹងណាបាទតោះតែសម្រាប់ឲ្យយើងពីព្រោះអត្ថបទនៅមុខខ្ញុំជាភាសាអង់គ្លេសបាទខ្ញុំបកពីអង់គ្លេសមកនិយាយជាខ្មែរតែម្ដងតែបើសិនជានិយាយអញ្ចឹងស្រួលជាងបាទស្រួលស្ដាប់ជាងបាទចឹងសូមអរគុណប្រិយមិត្តច្រើនដែលបានចូលមកតាមដានការចែករំលែកព័ត៌មានរបស់ខ្ញុំនេះបាទយប់ណាស់ទៅហើយនៅកម្ពុជាមក10:09នាទីយប់ទៅហើយបាទអញ្ចឹងប្រសិនបើខុសឆ្គងអ្វីសូមអខន្តីអភ័យទោសបាទគឺខ្ញុំចែករំលែកនេះគឺដោយដែលខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងខ្ញុំយកពីសារព័ត៌មានបរទេសទាំងអស់ណាបើទោះបីជាក្នុងពាក្យពេចន៍បាទពាក្យពេចន៍ហ្នឹងគឺមានការប្រើប្រាស់យ៉ាងម៉េចនេះគឺជាពាក្យនៅក្នុងសារព័ត៌មានបរទេសទេដែលខ្ញុំចង់ឲ្យប្រិយមិត្តបានដឹងផងថាសារព័ត៌មានបរទេសគេរាយការណ៍យ៉ាងម៉េចបាទតើគេយល់យ៉ាងម៉េចឈងលើយ៉ាងម៉េចហើយនៅល្ងាចនេះបាទល្ងាចនេះសម្រាប់អ្នកនៅអាមេរិកហើយសម្រាប់អ្នកនៅកម្ពុជាពេលព្រឹកគឺមានអត្ថបទមួយដែលខ្ញុំនឹងដកស្រង់តាមសំណូមពររបស់ប្រិយមិត្តគឺតើហេតុអ្វីបានជាអនុទានត្រូវការសង្គ្រាមនេះបាទទៅការប្រយុទ្ធគ្នានេះបាទអត្ថបទហ្នឹងល្អដែរខ្ញុំនឹងដកស្រង់ពីជ្រុងហ្នឹងសម្រាប់ជម្រាបជូនប្រិយមិត្តផងដែរណាបាទសេចក្តីរបស់ខាងទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានទៅជួបជាមួយនឹងជនភៀសសឹកនៅកន្លែងនោះតើស្ថានភាពរបស់ពួកគាត់យ៉ាងណាដែរបាទគឺខ្ញុំសូមជូនសេចក្តីរាយការណ៍ខ្លះៗដែលខាងទីភ្នាក់ងារសារព័ត៌មាន Reuters បានទៅជួបនោះគឺទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានជួបជាមួយនឹងប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលបានបង្ហាញឲ្យឃើញមានអ្នកខ្លះនោះគឺបាទខិតខំព្យាយាមរត់ចេញពីផ្ទះសម្បែងរបស់គាត់ទាំងអារម្មណ៍ខូចចិត្តហើយនឹងដោយសារតែមានការភ័យខ្លាចការបាត់បង់ជីវិតហើយឥឡូវនេះគឺបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺបាទអ្នកដែលភៀសសឹកទាំងអស់នោះគឺគាត់បានកំពុងតែប្រឈមមុខជាមួយនឹងការខ្វះខាតស្បៀងអាហារហើយនឹងទឹកសុទ្ធទឹកអនាម័យដែលមានអនាម័យនៅក្នុងជំរកដែលពួកគាត់ស្នាក់នៅនោះបាទអញ្ចឹងគឺពួកគាត់បាននិយាយថាពួកគាត់គ្មានយកស្រូវយកអង្ករយកអាហារឬក៏លុយមកតាមខ្លួនទេបាទគឺយកតែបានកូនចៅមកជាមួយហើយឥឡូវហ្នឹងអ្នកខ្លះគាត់ថាគាត់អត់មានទឹកទទួលទានទេអញ្ចឹងប្រិមិត្តអាចនឹងមើលឃើញកន្លែងហ្នឹងផងហើយ Reuters បានទៅកន្លែងតង់មួយជំរុំមួយដែលមានអ្នកភៀសសឹកនឹងចំនួន6បើមិនមែនជំរុំគាត់បានទៅដល់កន្លែងជំរុំដែលជាង100បាទកន្លែងជំរុំដែលបោះឲ្យអ្នកទាំងអស់នោះជាង100នៅខេត្តចំនួន6នៅទូទាំងតំបន់ព្រំដែនប្រទេសកម្ពុជាហ្នឹងដែលមានអ្នកភៀសសឹកហ្នឹងគឺប្រមាណជា130,000នាក់បាទក៏ប៉ុន្តែគឺទំហំនៃការដែលបង្កើតឡើងដោយសារការប្រយុទ្ធគ្នានេះទៅលើការខ្វះខាតស្បៀងអាហារហ្នឹងគឺមានទំហំច្រើនបាទហើយការរស់នៅរបស់ពួកគាត់ហ្នឹងក៏ជួបនឹងបញ្ហាដែលមិនមានបង្គន់អនាម័យអីបានត្រឹមត្រូវផងដែរហើយឥឡូវនេះគឺអង្គការខាង World Vision បាទ World Vision ក៏បានថ្លែងហើយបានស្នើឲ្យមានការជួយទៅដល់អ្នកទាំងអស់នោះផងដែរអញ្ចឹងខ្ញុំសូមមិនចូលទៅលម្អិតកន្លែងនេះទេគឺគ្រាន់តែចង់ជម្រាបជូនប្រិយមិត្តថាទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បានផ្ដោតអារម្មណ៍ទៅលើការលំបាកដែលប្រជាពលរដ្ឋកម្ពុជាជួបប្រទះផងដែរណាគឺអញ្ចឹងបើប្រិយមិត្តណាមានចិត្តមនុស្សធម៌គឺអាចនឹងទៅចូលរួមដើម្បីជួយពួកគាត់បន្ថែមផងដែរណាហើយខ្ញុំឃើញមានការផ្សាយនោះគឺមាននៅក្នុងប្រទេសកម្ពុជានោះគឺមានសប្បុរសជនជាច្រើនបានរៀបចំទៅជួយពួកគាត់ហ្នឹងបាទអញ្ចឹងប្រិយមិត្តប្រហែលជាដឹងរឿងនេះច្រើនជាងខ្ញុំទៅទៀតហើយច្រើនជាងអ្វីដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍អញ្ចឹងខ្ញុំសូមមិនចូលលម្អិតទៅលើរឿងហ្នឹងទេបាទហើយសូមបង្ហាញជូននៅបាទការសង្ខេបពីខាងកម្ពុជាដែលបានបង្ហាញអំពីតួលេខអ្វីខ្លះដែលបានកើតមានឡើងនៅក្នុងរយៈពេលមួយថ្ងៃពេញនេះបើតាមខាងយោធារបស់កម្ពុជាគឺបានធ្វើការសង្ខេបសម្រាប់ថ្ងៃទី11ខែធ្នូហ្នឹងគឺនៅម៉ោង 12:25 នាទីគឺមានយោធាថៃបានប្រើប្រាស់ drone ខ្នាតធំដើម្បីហោះក្តាប់សភាពការនៅលើទីតាំងតាមខ្សែត្រៀមជួរមុខរបស់កម្ពុជាហើយនៅម៉ោង 15:55 នាទីគឺយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកមកលើទីតាំងក្នុងអូភ្លុកដំរីហើយម៉ោង 15:56 នាទីគឺយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16
ទម្លាក់ក្របបែកនិង drone ទម្លាក់ក្របបែកនៅភូមិភាសាអូភ្លុកដំរីទៀតបាទ ហើយនៅម៉ោង 17:08 នាទីយោធាថៃបានប្រើប្រាស់ drone ហោះស៊ើបការទៅលើភូមិសាស្ត្រភូមិព្រៃច័ន្ទហើយនៅម៉ោង 5:15 នាទីម៉ោង 17:15 នាទីគឺយោធាថៃបានបន្តប្រើប្រាស់យន្តហោះស៊ើបការនៅលើភូមិសាស្ត្រអូភ្លុកដំរីហើយនៅម៉ោង 17:36 នាទីយោធាថៃបានប្រើប្រាស់កម្លាំងថ្មើរជើងអមដោយរថក្រោះនិងបានបាញ់ផ្លោងចូលមកខាងភូមិសាស្ត្របឹងតគួនហើយនៅម៉ោង 18:10 នាទីយោធាថៃបានប្រើប្រាស់ drone ទម្លាក់គ្រាប់បែកចំនួន 5 គ្រាប់នៅភូមិខ្វៅលិចនិងភូមិតេជោភ្នំឆ័ន្ទបាទនេះគឺជាការសង្ខេបដោយក្រសួងការពារជាតិបាទនេះគឺជាការសង្ខេបដោយក្រសួងការពារជាតិរបស់កម្ពុជាអំពីស្ថានភាពទូទៅណាស្ថានភាពទូទៅអញ្ចឹងបើសិនជាមានអ្វីថ្មីចាំខ្ញុំបង្ហោះតាមបណ្ដាញសង្គមជូនប្រិយមិត្តផងដែរក៏ប៉ុន្តែមធ្យោបាយដ៏ល្អគឺប្រិយមិត្តអាចចូលទៅខាងទំព័ររបស់ក្រសួងការពារជាតិរបស់កម្ពុជាគឺអាចនឹងដឹងរឿងនេះបានណាអញ្ចឹងឥឡូវនេះសូមជូនទី1នេះគឺទីភ្នាក់ងារសារព័ត៌មាន AFP មកគាត់បានផ្សាយដោយធ្វើការសង្ខេបសរុបអំពីការប្រយុទ្ធគ្នានៅថ្ងៃប្រហ័សនេះបន្ថែមទៀតហើយខ្ញុំសូមចែករំលែកជូនប្រិយមិត្តទាំងអស់គ្នាគឺបើតាមសេចក្តីរាយការណ៍របស់ខាង AFP បានឲ្យដឹងថាការប្រយុទ្ធគ្នានោះគឺបានផ្ទុះឡើងទៀតនៅថ្ងៃប្រហ័សតាមបណ្ដោយព្រំដែនកម្ពុជានិងថៃណាដោយមានសម្លេងផ្ទុះឮនៅជិតប្រាសាទបុរាណជាច្រើនបាទមុនការហៅទូរស័ព្ទរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទៅកាន់មេដឹកនាំទាំងពីរបាទនេះគឺជាចំណងជើងរបស់ខាង AFP គាត់បាននិយាយចឹងហើយ AFP បានសង្ខេបដោយបញ្ជាក់ថាមន្ត្រីនានាបាននិយាយថាយ៉ាងហោចណាស់គឺមានមនុស្សចំនួន20នាក់ទៅបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាតាមព្រំដែនចុងក្រោយដែលបានផ្ទុះឡើងតាំងពីចុងសប្តាហ៍មុនហើយមានមនុស្សប្រហែលជា600,000នាក់60,000នាក់ណាបានជំនះខ្លួនចេញពីលំនៅឋានរបស់ពួកគេប៉ុន្តែភាគច្រើនគឺនៅក្នុងប្រទេសថៃក្នុងខណៈដែលសម្លេងយន្តហោះចម្បាំងរថក្រោះនិង drone បើកបានបន្តប្រយុទ្ធគ្នាការប៉ះទង្គិចគ្នានៅសប្តាហ៍នេះគឺជាការប៉ះទង្គិចដ៏សាហាវបំផុតចាប់តាំងពីការប្រយុទ្ធរយៈពេល5ថ្ងៃក្នុងខែកក្កដាដែលបានសម្លាប់មនុស្សរាប់សិបនាក់មុនពេលដែលបទជបាញ់ដ៏រង្គោះរង្គើទៅបានព្រមព្រៀងបន្ទាប់ពីមានអន្តរាគមន៍របស់លោកត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថាលោករំពឹងថានឹងសន្ទនានៅថ្ងៃប្រហ័សនេះជាមួយមេដឹកនាំថៃនិងកម្ពុជាដើម្បីទាមទារឲ្យបញ្ឈប់ការប៉ះទង្គិចគ្នាបាទមកដល់ម៉ោងខ្ញុំផ្សាយនេះប្រហែលជាអាចសន្ទនាគ្នាហើយឬក៏មិនទាន់អាចពួកយើងអត់ទាន់បានដឹងព័ត៌មាននឹងនៅឡើយទេណាអញ្ចឹងសេចក្តីរាយការណ៍របស់ AFP នេះគឺប្រហែលត្រឹមពេលដែលមុនពេលការសន្ទនានោះទេបាទបើសិនជាមានចាំខ្ញុំជូនបច្ចុប្បន្នភាពតាមក្រោយលោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃពុធថាបាទខ្ញុំយល់ឃើញថាមេដឹកនាំទាំងពីរនឹងគឺជាមនុស្សដ៏អស្ចារ្យមកជាមនុស្សដ៏អស្ចារ្យហើយលោកបានបញ្ជាក់ថាលោកធ្លាប់បានដោះស្រាយរឿងនឹងម្ដងហើយដូច្នេះលោកគិតថាលោកប្រហែលជាអាចធ្វើបានម្ដងទៀតគឺសូមឲ្យមេដឹកនាំទាំងពីរជប់ប្រយុទ្ធគ្នាដោយថ្លែងទៅកាន់អ្នកសារព័ត៌មានវិញលោកអនុทินតើលោកអនុทินវិញមានចំហយ៉ាងម៉េចពីព្រោះមកដល់ត្រឹមថ្ងៃពុធគាត់នៅប្រកាន់ចំហដូចជារបៀបនិយាយផ្កើនទៅដល់លោកត្រាំនៅឡើយណាប៉ុន្តែដល់នៅថ្ងៃប្រហ័សនេះតើលោកអនុทินមានចំហយ៉ាងម៉េចបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃប្រហ័សនេះគឺនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរកុលបាននិយាយថាមិនទាន់មានការសម្របសម្រួលណាមួយជាមួយនឹងលោកត្រាំនៅឡើយទេចាំបានន័យថាអត់ទាន់មានកំណត់មកជួបជុំគ្នាយ៉ាងម៉េចទេណាពេលដែលលោកអនុทินបានបន្ថែមថាប៉ុន្តែប្រសិនបើមានការហៅទូរស័ព្ទពីប្រធានាធិបតីសហរដ្ឋអាមេរិកបាទយើងពិតជានឹងលើកទូរស័ព្ទរបស់លោកហើយលោកអនុทินបានបន្ថែមទៀតថានេះជាបញ្ហារវាងប្រទេសទាំងពីរលោកមានចេតនាល្អក្នុងការចង់ឃើញសន្តិភាពប៉ុន្តែយើងក៏ត្រូវពន្យល់លោកវិញដែរអំពីបញ្ហានិងមូលហេតុដែលបានប្រែក្លាយមកជារឿងដូចនេះបាទនេះបើតាមអ្វីដែលលោកអនុทินបានថ្លែងណាចាំបានន័យថាគាត់ថ្លែងហ្នឹងគឺរៀងទុនជាងម្សិលមិញបន្តិចបាទដោយប្រាប់ថាគាត់នឹងពន្យល់
បញ្យល់ហេតុផលក៏ប៉ុន្តែកាលពីម្សិលមិញលោកអនុធានថ្ងៃពុធណាកាលពីថ្ងៃពុធលោកអនុធានក៏ថាមានមេដឹកនាំនៅខាងក្រៅណាគេចង់បានសន្តិភាពក៏ប៉ុន្តែបញ្ហារបស់យើងគឺរឿងបញ្ហាផ្សេងអត់យល់បញ្ហាបាទប៉ុន្តែឥឡូវដូចជាទុនមាត់បន្តិចទៅភាគីទាំងពីរបានស្ដីបន្ទោសគ្នាទៅវិញទៅមកចំពោះការបញ្ឆេះចំនួនឡើងវិញដែលបានពង្រីកដល់ខេត្តចំនួន5របស់ប្រទេសថៃនិងកម្ពុជានេះបើយោងតាមការរាប់របស់ខាង AFP នៅភាគឦសាននៃប្រទេសថៃនៅថ្ងៃព្រហស្បតិ៍មានគ្រួសាររាប់រយគ្រួសារដែលត្រូវបានចម្លៀសចេញក៏បានស្នាក់នៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងសូរិននៅក្នុងទីក្រុងសូរិនដែលត្រូវបានគេប្រែក្លាយទៅជាជំរកសម្រាប់អ្នកទាំងអស់នោះហើយមានទាហានបើតាម AFP ដកសងប្រភពផ្លូវការរបស់រដ្ឋាភិបាលថៃទេណាទាហានថៃទេគាត់ថាទាហានថៃចំនួន9នាក់ត្រូវបានសម្លាប់នៅសប្តាហ៍នេះនិងជាង120នាក់បានរងរបួសនេះបើតាមអ្នកនាំពាក្យក្រសួងការពារថៃលោកស៊ូរ៉ាសានគង់សេរីបានប្រាប់អ្នកយកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ដោយលោកថ្លែងថាប្រតិបត្តិការសឹកនៅតែបន្តនៅឡើយទេនៅតាមតំបន់ព្រំដែនដោយឡែកក្រសួងការពារជាតិកម្ពុជាវិញក៏បានរាយការណ៍ថាមានជនស៊ីវិលចំនួន11នាក់បានស្លាប់និងរាប់សិបនាក់ទៀតបានរងរបួសគឺខាងកម្ពុជាមិនបានបញ្ជាក់អំពីតួលេខទាហានរបស់កម្ពុជាដែលបានពលីជីវិតនោះទេអ្នកយកព័ត៌មានរបស់ AFP នៅខេត្តឧត្តរមានជ័យភាគពីយប់នៃប្រទេសកម្ពុជាបានឮសំឡេងកំភ្លើងធំពីទិសដៅនៃប្រាសាទដែលមានចំនួនចាប់តាំងពីព្រឹកព្រលឹមហើយក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងថៃបានផ្ដួចផ្ដើមការវាយប្រហារនៅព្រឹកថ្ងៃព្រហស្បតិ៍នៅក្នុងខេត្តនេះដោយបាញ់ផ្លោងចូលទៅក្នុងតំបន់ប្រាសាទខ្នារយោងតាមទិន្នន័យដែលមានគឺសម្ភារៈយោធានិងការចំណាយរបស់ប្រទេសកម្ពុជានឹងគឺបាទតិចជាងប្រទេសថៃជាប្រទេសដែលមានកម្លាំងយោធាជាងកម្ពុជាហើយយោធាថៃមានយន្តហោះចម្បាំងមានរថពាដែករថក្រោះហើយនិងអាវុធធុនធ្ងន់ជាច្រើនដែលមានសម្រាប់ប្រើប្រាស់ធៀបទៅនឹងកងកម្លាំងរបស់កម្ពុជាដែលតូចជាងហើយមិនសូវមានសម្ភារៈសឹកច្រើនដូចខាងថៃនោះទេនេះបើតាមទិន្នន័យពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានបង្ហាញក្រសួងការពារជាតិកម្ពុជាបាននិយាយថាមនុស្សជាង 19,000 នាក់ 19,200 នាក់ត្រូវបានជំលៀសចេញខណៈដែលនៅប្រទេសថៃអាជ្ញាធរបាននិយាយថាជនស៊ីវិលជាង 400,000 នាក់បានជំលៀសចេញពីលំនៅឋានទៅជ្រកនៅកន្លែងសុវត្ថិភាពហើយក្រសួងការពារជាតិកម្ពុជាបានរាយការណ៍អំពីការស្លាប់តែជនស៊ីវិលមិនបានជំរាបជូនអំពីអ្នកស្លាប់យោធិននោះទេបាទហើយសារព័ត៌មានបានរៀបរាប់បន្ថែមទៀតអំពីស្ថានភាពលំបាករបស់ប្រជាពលរដ្ឋហើយនឹងបានបញ្ចប់ដោយរាយការណ៍ថាសហរដ្ឋអាមេរិកចិននិងម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានបានសម្របសម្រួលឲ្យមានបទជបាញ់គ្នាកាលពីខែកក្កដាម្ដងរួចហើយកាលពីខែតុលាលោកត្រាំបានគាំទ្រសេចក្តីប្រកាសរួមជាបន្តបន្ទាប់ដោយលើកឡើងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសថៃនិងកម្ពុជាបន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមជប់បាញ់គ្នាប៉ុន្តែប្រទេសថៃជាអ្នកដែលបានផ្អាកកិច្ចព្រមព្រៀងនៅខែបន្ទាប់ពីទាហានថៃរងរបួសដោយសារមីននៅតំបន់ព្រំដែនបាទនេះគឺជាសេចក្តីដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AFP ណាដែលខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងឥឡូវនេះគឺពី